អ្នកតាកាន់នេះប្រជុំរឿងព្រៀងខ្មារីភាគ8ពីទំព័រទី41ដល់44នៅឃុំត្រពាំងធំស្រុកសូត្រមីគុំខេត្តសៀមរាបមានអ្នកតាមួយដែលអ្នកស្រុកហៅថាអ្នកតាព្រះភក្ត្រកាន់នេះឬព្រះអគ្គនេះស្ថិតនៅលើទួលមួយមានខ្ទមតូចប្រាក់ស្បីហើយមានព្រៃឈើដុះព័ទ្ធជុំវិញជាទីកណ្ដាលស្រែស្រូវរបស់អ្នកស្រុកភ្នំដីចម្ងាយពីសាលាស្រុកសូត្រនិគមប្រមាណ2គីឡូម៉ែត្រទៅខាងទិសអាគ្នេយ៍រូបនេះនៅល្អគេបានសាងឡើងដោយថ្មភក់យ៉ាងរឹងកម្ពស់ប្រមាណ1.50 ម៉ែត្រទទឹងភ្នែនប្រមាណ1.35 ម៉ែត្រគឺជារូបព្រះកណេសដែលមានក្បាលជាដំរីខ្លួនជាមនុស្សរូបនេះអ្នកស្រុកគោរពរាប់អានណាស់គេខំថែរក្សាទុកធ្វើជារូបអ្នកតារក្សាស្រុករបស់គេនៅវេលាមានភ័យអាសន្នបាត់គោក្របីឬមានជំងឺតម្កាត់ចំពោះសត្វពាហនៈនិងមនុស្សម្នាគេតែងតែទៅបន់ស្រន់អ្នកតាព្រះអគ្គនេះនោះកាលបើបានរកឃើញរបស់ឬជាសះស្បើយពីណាហើយតែងតែយកស្លាធរដូងមួយគូឬអុជទៀនធូបឬកាច់ស្លឹកឈើស្រស់ធ្វើជាស្លាធរព្រីទៅថ្វាយក៏បានទិតមានតង្វាយអ្វីធំដុំពេកនៅវេលាចូលឆ្នាំម្ដងអ្នកស្រុកនាំគ្នាធ្វើរោងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តប្រគេនចង្ហាន់នៅបរិវេណអ្នកតាគេមានធ្វើរាជវតីពួតជុំវិញរោងមានទាំងដតទង់ក្រដាស់ពណ៌ផ្សេងហើយមានក្រៅកន្ទេលស្មៅធំមួយពីក្រោមក្រៅកន្ទេលក្រហមមួយពីលើមានដាក់ខ្នាយមួយយ៉ាងស្អាតគួរសមសម្រាប់ទទួលអ្នកតានោះលុះគេសូត្រពាក្យសុំពើសូមឲ្យបានសុខសប្បាយដល់ស្រុកទេសកូនចៅរួចហើយគេឧទ្ទិសផលដែលគេធ្វើនោះថ្វាយទៅអ្នកតាឯប្រវត្តិរឿងព្រះកណេសមានដូចតទៅនេះមានរឿងដំបាលក្នុងគម្ពីរព្រាហ្មណ៍ថាព្រះកណេសនោះជាបុត្រនៃព្រះអ៊ីស៊ូត្រូវការកោជុកក៏ប្រើបម្រើឲ្យទៅអញ្ជើញព្រះនិរាយមកកោជុកនៅវេលាអ្នកបម្រើទៅព្រះនិរាយកំពុងផ្ទុំស្ករអ្នកបម្រើចូលទៅដាស់ទូលតាមសេចក្តីបង្គាប់ពីព្រះអ៊ីស៊ូព្រះនិរាយតើនឡាយពីផ្ទុំឮពាក្យនោះហើយខ្ញាល់ទើបពោលពាក្យថាអញមិនរវល់ទៅកោសក់អាកំពុតក្បាលណាទេរកតែនឹងដេកពួនមិនបានដោយអំណាចព្រះនិរាយមានឫទ្ធិខ្លាំងពូកែក៏បណ្ដាលឲ្យបុត្រព្រះអ៊ីស៊ូនោះដាច់បាត់ក្បាលទេមួយរំពេកនោះឯងឯព្រះអ៊ីស៊ូដែលមានឫទ្ធិខ្លាំងពូកែដែរលក់ឃើញកូនខ្លួនដាច់បាត់ក្បាលដូចឆ្នុកក្រឡេកឃើញកូនដំរីមួយនៅចិត្តក៏កាត់កដំរីយកក្បាលមកតភ្ជាប់នឹងកកូនហើយជប់ប្រុសឲ្យរត់ឡើងវិញមួយរំពេកនោះឯងដែរឯព្រះនិរាយកាលបើខ្ញាល់ហើយក៏យ៉ាងមកប្រាថ្នានឹងកោសក់ឲ្យបុត្រព្រះអ៊ីស៊ូបានជ្រាបហេតុសពគ្រប់ដូច្នោះហើយក៏ជួយប្រសិទ្ធិកូននោះឲ្យមានឫទ្ធិខ្លាំងពូកែថែមឡើងទៀតព្រមទាំងបង្រៀនមន្តវិជ្ជាការផ្សេងផងហើយឲ្យនាមកូននោះថាភក្កណេសព្រោះមានខ្លួនជាមនុស្សក្បាលជាដំរីអ្នកស្រុកហៅคล้ายមកទៀតថាព្រះកណេសតាមសេចក្តីដំណើរថាព្រះភក្កណេសនេះមានឫទ្ធិខ្លាំងពូកែណាស់សួងបីតែផ្កាយនៅលើមេឃទាំងអម្បាលម៉ានលោកអាចយក6បោប្រមូលយកមកមើលបានទាំងអស់ឥតសល់មួយឡើយដោយហេតុនេះហើយទើបអ្នកស្រុកដែលគោរពសាសនាព្រាហ្មណ៍ឆ្លាក់រូបថ្មជាតំណាងរូបព្រះកណេសទុកគោរពបូជាជឿថាជាវត្ថុស័ក្តិសិទ្ធិមែនអ្នកខ្លះឆ្លាក់ភ្លុកដំរីធ្វើជារូបព្រះភក្កណេសតូចដាក់ក្នុងតន្លាប់ក្រមុំក្រអូមហើយប្រសិទ្ធដោយមន្តអាគមអូមអាមផ្សេងទុកជារបស់ទីពឹងមួយយ៉ាងសំខាន់សម្រាប់ការពារខ្លួននៅវេលាមានអាសន្នម្ដងដោយគេសន្មត់ថាព្រះកណេសជាអ្នកខ្លាំងពូកែប្រកបដោយឫទ្ធិអំណាចនិងជាគ្រូលើមន្តអាគមនេះហើយទើបគេខំរចនាឆ្លាក់ធ្វើជារូបតំណាងទុករហូតមកទាល់តែคล้ายបានជារូបអ្នកតាមួយសម្រាប់អ្នកស្រុកគោរពបូជាដល់សពថ្ងៃ7អ្នកតាទូលស្លឹងអ្នកតាដែលពូកែជាងគេនៅក្នុងសង្កាត់ត្រងងឹលស្រុកកំពង់លេងខេត្តកំពង់ឆ្នាំងគឺអ្នកតាទូលស្លឹងនិងជំទាវសុកអ្នកតានោះមានរូប2រូបជាភេទប្រុសមួយជាភេទស្រីមួយមានមុខបែរឈោមរកងារបន្តិចអ្នកតាភេទប្រុសឈ្មោះទូលស្លឹងងារស័ក្តិជាឃ្លាំងមឿងស្ដីទីចៅហ្វាយស្រុកព្រោះមានអ្នកតាឯទៀតដូចជាអ្នកតាទ្វារស្រុកអ្នកតាសាលាតិនីជាដើមជាចំណោះផងឯអ្នកតាភេទស្រីឈ្មោះជំទាវសុក
រូបអ្នកតាទាំងពីរឥតមានក្បួរក្បាច់រចនាអ្វីផ្សេងទេការកែរូបរាងនៃអ្នកតាទាំងនេះឡើងអាស្រ័យអ្នកស្រុកបានរេប្រកាសគ្នាទិញកំបោរលាសយកមកហើយយកថ្មតូចធំមកតម្រៀបជាដុំឡើងឲ្យមានរាងខ្លួនមួយទំហំប៉ុនខ្លួនក្របីយ៉ាងធំទីកន្លែងអ្នកតាទាំងពីរនោះឥតមានខ្ទមទេគឺនៅកណ្ដាលវាលរៀបនឹងដីត្រង់ចង្កែភ្នំត្រងងិលភូមិភាគខាងកើតបែរមុខទៅទិសខាងលិចសប្តាហ៍ថ្ងៃនេះមានគុម្ពឫស្សីព្រៃមួយយ៉ាងធំតូទៅក្របពីលើអ្នកតាទាំងពីរនោះឯខាងមុខមានទីដីវាលស្អាតចំនួន5ម៉ែត្រ4ជ្រុងស្មើម្យ៉ាងទៀតបែបផែនដែលនឹងធ្វើបុណ្យឡើងអ្នកតានោះគេច្រើនតែធ្វើក្នុងខែចេតរាល់ឆ្នាំដើម្បីបួងសួងសុំទឹកភ្លៀងនិងសុំឲ្យបានសេចក្តីសុខកុំឲ្យមានជំងឺតម្កាត់មនុស្សនិងសត្វពាហនៈផងពិធីរៀបពលិកាឡើងអ្នកតាមុនដំបូងត្រូវរេប្រកាសអ្នកស្រុកយកទៅទិញគ្រឿងតំវាយផ្សេងមានសំពត់អាវគោមាន់ស្រាជាដើមនិងគ្រឿងចង្ហាន់ប្រគេនព្រះសង្ឃបានហើយទើបនិមន្តព្រះសង្ឃទៅចម្រើនព្រះបរិត្តលុះព្រឹកឡើងគេនិមន្តព្រះសង្ឃទទួលផាត់រួចបញ្ចាន់រូបសំនឹងប្រុសឈ្មោះលុញនៅភូមិសំរោងរូបសំនឹងស្រីឈ្មោះយាយអាវនៅភូមិព្រែកតាដោជាដំបូងគេឲ្យអ្នកភ្លេងលេងភ្លេងកាយរហូតដល់ភ្លេងអុំទូកជាទីបំផុតឯគ្រឿងតំវាយមានគោ2មាន់ស្ងោរ1ស្រា1ដបស្លាធម1គូអង្ករ1ចានទៀនស្នែងក្របីដោតពីលើអង្ករ1ប្រាក់2កំប៉ាងបើមានធ្វើការបួងសួងសុំទឹកភ្លៀងផងអ្នកភ្លេងត្រូវលេងតតែភ្លៀងធ្លះជោកឈប់បើមានពិធីសុំឲ្យបាត់រោគជាព្យាធិសត្វពាហនៈវិញគេត្រូវធ្វើសង្ឃឹកមួយមានធ្វើរូបមនុស្សប្រុសស្រីកាន់ដាវលំពេងដាក់ពីក្រោយរូបគោក្របីមាន់ទាឆ្កែឆ្មាដាក់ពីមុខនៅតាមរបៀងសងខាងសង្ឃឹកគេដាក់គ្រឿងតំវាយគឺមានមាន់បាយសម្លឯស្រូវអង្ករគេដាក់នៅកណ្ដាលគេឲ្យលេងនៅកណ្ដាលគេលេងភ្លេងតាំងពីម៉ោង12ថ្ងៃត្រាំងរហូតដល់ម៉ោង4រសៀលទើបរូបទាំងពីរនាក់ប្រុសស្រីព្រមទាំងភ្លេងនាំគ្នាដង្ហែសង្ឃឹកនោះទៅចោលនៅទីវាលពោទីកណ្ដាលរួចហើយត្រឡប់មកវិញជីបង្ហើយកិច្ចអ្នកតានោះសេពសោយតែគោមាន់ស្រាជាអាហារអំពីប្រវត្តិអ្នកតាតាមឮចាស់ដំណាលតគ្នាមកថាពីយូរណាស់មកហើយនៅភូមិត្រងងិលនេះមានសត្វពាហនៈក្របីគោជាដើមកើតជំងឺឈឺស្លាប់រងាស់រងាយពេញទាំងភូមិវេលានោះមានមនុស្សម្នាក់ឈ្មោះត្រាក់គាត់ត្រូវបានស្លាប់គោមួយនឹមដោយជំងឺនោះគាត់បែកគំនិតចេញជួញក្រមាម្ដងបំណងថាក្រែងបានចំណេញប្រកាសនឹងយកទៅទិញគោទឹមប្រើតទៅតាត្រាក់នោះយកក្រមាទៅលុកឯស្រុកខ្សែស្ពៃកំពុងលេងដដែលលុះលោកអកស្រេចក៏គិតថាស្អែកឡើងនឹងធ្វើទៅកាន់ទីលំនៅវិញក្នុងវេលាយប់នោះគាត់យកសបិនឃើញគេមកប្រាប់ថាតាឯងយកខ្ញុំទៅដាក់ឯភ្នំត្រងងិលភូមិតាឯងផងទៅខ្ញុំនឹងធ្វើឲ្យស្រុកតាឯងបានសេចក្តីសុខសប្បាយឲ្យឈប់មានជំងឺតម្កាត់ដូចមុនទៀតព្រោះស្រុកតាឯងមិនមានអ្នកណាធំជាងខ្ញុំទេងារខ្ញុំជាឃ្លាំងមឿងស្ដីទីអភិបាលស្រុកព្រមទាំងប្រពន្ធខ្ញុំឈ្មោះជំទាវសុខក៏មានងារស័ក្តិធំដែរយើងនៅនឹងដើមជ្រៃនេះតាត្រាក់ភ្ញាក់ដឹងខ្លួនឡើងមានសេចក្តីត្រេកអរហើយទៅនិយាយបន់ស្រន់ដើមជ្រៃនោះថាសូមលោកតាអញ្ជើញទៅភ្នំត្រងងិលជាមួយខ្ញុំលុះជិតដល់ស្រុកខ្ញុំនឹងទៅមុនដើម្បីហៅអ្នកស្រុកឲ្យមកទទួលលោកឲ្យបានសមតាមស័ក្តិលោកជាខំនិយាយបវរណាស្រែកកាលណាតាត្រាក់ក៏ត្រឡប់ទៅស្រុកវិញលុះបានដល់ទួលស្លឹងគាត់បន់ស្រន់ម្ដងទៀតថាសូមលោកអញ្ជើញឈប់នៅទីនេះសិនចុះចាំខ្ញុំទៅនាំមនុស្សពីភូមិមកទទួលលោកគាត់ចូលដល់ភូមិក៏បបួលអ្នកស្រុកទៅទទួលលោកតាអ្នកស្រុកទាំងអស់ព្រមទាំងពួកភ្លេងក៏នាំគ្នាមកតាមតាត្រាក់ដល់ទួលស្លឹងហើយក៏និយាយបន់ស្រន់ទៀតថាសូមលោកអញ្ជើញទៅកាន់ភ្នំត្រងងិលចំណែកមនុស្សខ្លះត្រូវចាត់ទៅធ្វើកន្លែងចាំនៅត្រង់ចង្កែភ្នំត្រងងិលជាស្រេចដូច្នេះហើយទើបគេសន្មត់ថាអ្នកតាទួលស្លឹងលុះទៅដល់ចង្កែភ្នំត្រង់កន្លែងដែលគេរៀបចំនោះគេក៏រៀបឲ្យភ្លេងលេងម្ដងទៀតគ្រានោះក៏ស្រាប់តែអ្នកតាចោនជួនរូបតាត្រាក់ជាខាងក្រោយតមកក៏ចេះតែចោនរូបតាត្រាក់រហូតដល់តាត្រាក់ចាស់ជរាតាំងពីពេលនោះមកអ្នកតានោះមានឫទ្ធិអំណាចណាស់បើអ្នកស្រុកប្រាថ្នាយ៉ាងណា
គួរចាប់អារម្មណ៍អំពីការអស្ចារ្យមួយគឺគោដែលគេដាក់ជាតង្វាយអ្នកតានោះលុះដល់ពេលអ្នកតាចោលជូនរូបក៏ស្រាប់តែវាដើរមកកាន់ទីកន្លែងបញ្ចាន់រូបនោះឯងឥតមានគេដឹកនាំមកសោះមកដល់ហើយក៏ឈរត្រឹងពីមុខរូបសំនឹងឯរូបសំនឹងកំពុងចោលនោះគ្រាន់តែយកទឹកទៅប្រោះលើគោក៏ដួលស្លាប់មួយរំពេកការស័ក្តិសិទ្ធិនេះគេឃើញតាំងពីតាត្រាក់នៅរហូតដល់តាត្រាក់ស្លាប់ទៅលុះតាត្រាក់ស្លាប់ទៅអ្នកតាក៏ចាប់ចោលជួនរូបតាហៀងដែលត្រូវជាកូនតាត្រាក់តទៀតផុតពីតាហៀងក៏ចោលជួនរូបតាអនត្រូវជាកូនតាហៀងទៀតលុះតាអនបែកទៅនៅភូមិសំរោងក៏ចោលទៅជួនរូបតាលុនជាកូនតាអនរហូតដល់សប្តាហ៍ថ្ងៃឯរូបស្រីក៏ចោលតកូនតចៅដូចគ្នាដែរគឺដំបូងចោលជួនរូបយាយកែហើយបន្តមកយាយម៉ៅយាយសួនយាយអោអ្នកតានោះពីដើមបានជាពូកែដល់ម្លេះមកពីអ្នកស្រុកមានជំនឿខ្លាំងពេកលុះចំណេមកខាងក្រោយអ្នកស្រុកចេះធัวអរិយៈត្រឹមត្រូវហើយក៏លែងសូវជឿការខ្លាំងពូកែរបស់អ្នកតាដោយទៅជាលំដាប់តាមដែរមកនៅត្រឹមតែការបួងសួងសុំទឹកភ្លៀងនិងសូមឲ្យបាត់ជំងឺបន្តិចបន្តួចតែប៉ុណ្ណោះអ្នកតាយាយខ្មៅនៅភូមិសង្កែសង្កាត់គ្រឿងខានស្រុកបាសាក់ខេត្តឃ្លៀងមានអ្នកតាមួយឈ្មោះយាយខ្មៅតាមរឿងរ៉ាវដែលចាស់ប្រធាចារបានចាំតែងតំណាលតគ្នាមកមានសេចក្តីថាការដែលពុទ្ធសករាជកន្លងទៅប្រមាណជា 2000 ឆ្នាំនោះមានព្រះសង្ឃមួយអង្គនាមលោកតាស្រីដើមឡើយលោកបួសនៅវត្តពីងសំរិទ្ធសង្កាត់អាំងនីងខេត្តជាមួយគ្នាលោកគ្រូអង្គនោះបាននិមន្តទៅកវត្តថ្មីនៅភូមិសង្កែហៅតាមនាមភូមិថាវត្តសង្កែកាលដែលផ្ដើមកវត្តនោះលោកបានបោះគោលចារឹកទីបរិវេណវត្តជា4ជ្រុងទំហំដីវត្តប្រមាណជា2ហិកតាហើយបានសាងវិហារសង់កុដិសាលាដោយគ្រឿងឈើប្រក់ស្លឹកលើដីជុំវិញវត្តលោកដាំដើមឈើផ្សេងមានចេកជាដើមមានកន្លែងមួយនោះដាំដើមចេកទៅចេះតែរលួយគល់ងាប់ទាំងដើមទៅលោកគ្រូចង់ឆ្នេះក៏ប្រោសសិលឲ្យដាំចេកនៅកន្លែងនោះទៀតអស់វា2ដងនៅតែងាប់ដដែលលុះដាំលើកទី3ស្រាប់តែឃើញចេកនោះរស់ដុះឡើងមានចុងពុតចាក់ចុះទៅក្នុងដីក្បែរគល់តែម្ដងឯដើមពងកោងឡើងផុតពីដីលោកតាឃើញដូច្នោះមានសេចក្តីសង្ស័យណាស់ទោះប្រើកូនសិស្សឲ្យជីកដីត្រង់កន្លែងនោះជម្រៅប្រមាណ1.50 ម៉ែត្រក៏ឃើញថ្មពីរផ្ទាំងធ្លាត់លើគ្នាថ្មមានភាពដូចគ្នាទាំងពីរផ្ទាំងហើយមានពណ៌ដូចថ្លើមបណ្ដើរមានប្រហោង4ជ្រុងត្រង់កណ្ដាលឥតមានក្បាច់អ្វីទេអំពីលក្ខណៈនៅវេលាដែលលោកគ្រូលើកផ្ទាំងថ្មនោះឡើងក៏បានឃើញបដិមាមួយមិនច្បាស់ជារូបអ្វីធ្វើដោយថ្មស្ថិតនៅពីខាងក្រោមផ្ទាំងថ្មនោះឯងពេលនោះព្រះសង្ឃព្រមទាំងឧបាសកឧបាសិកាស្រុកជិតឆ្ងាយផ្អើលបបួលគ្នាមកមើលយ៉ាងសន្ធឹកសន្ធាប់ថែមទាំងបបួលគ្នាធ្វើបុណ្យ3យប់3ថ្ងៃផងចម្រើនព្រះបរិត្តរួចហើយយកអំបោះចងគួតភ្ជាប់នឹងរូបនោះអន្តងលើកឡើងដុសលាងស្អាតបាតហើយទោះឃើញប្រកាសជារូបស្ត្រីភេទមានភ្នួងសក់ខាងលើចំកណ្ដាលศีរសៈនៅលើថ្ងាមានចត្រជាងសក់លេងខ្លួនទទេត្រឹមចង្កេះហើយមានស្មាមឈូតជាក្រវ៉ាត់ចងលើធ្នប់សម្ពុតឯសម្ពុតស្លៀកសំលុយចុះក្រោមដៃសងខាងសណ្ដូកចុះក្រោមតាមដងខ្លួនពីត្រឹមកែងដៃអង្គុនបត់ទៅមុខដៃស្ដាំក្តាប់ចុះក្រោមដៃឆ្វេងក្តាប់ផ្ងាឡើងលើទទឹងស្មា1.13 ម៉ែត្រកម្ពស់ពីបាតជើងទៅដល់ត្រឹមភ្នួងសក់1.53 ម៉ែត្រឈរលើផែនថ្មមួយផ្ទាំងរាង4ជ្រុងក្នុងមួយជ្រុងប្រវែង1.14 ម៉ែត្រកម្រាស់ 0.04 ឥឡូវនេះគេប្រើលាបរៀបរាស់ទាំងអស់ទៅហើយពិនិត្យមើលទៅមិនដឹងជាថ្មពណ៌អ្វីឡើយថែមទាំងគេតម្កល់បដិមានោះលើបល្ល័ង្កឈើមួយហើយសង់សាលាមួយខ្នងដាក់រូបនោះទៀតផងអំពីការបញ្ចាំនរូបតាមដំណើរនៃរឿងនោះថាកាលនោះមានយាយចាស់ម្នាក់ឈ្មោះយាយខ្មៅផ្ទះគាត់នៅជិតវត្តនោះគាត់ឈឺស្ពឹកហើមជាង2ឆ្នាំមកខ្នើយលុះបានលើគេផាលមកគោរពបូជាដល់រូបនោះក៏ក្រឹកក៏ក្រែងក៏ប្រើកូនចៅឲ្យទើសុំទឹកអប់អំពីរូបនោះមកលបងមើលលុះបានទឹកអប់មកគាត់អាស្រ័យផងលាបទ្រួងប្រានផងចាប់ដើមពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមករោគគាត់ក៏បានស្រាកស្រានបន្តិចម្ដងអស់រយៈកាលតែ7ថ្ងៃប៉ុណ្ណោះយាយខ្មៅក៏បានដើររួចហើយឲ្យកូននាំគាត់ទៅវត្តនោះលុះទៅដល់ហើយគាត់ចូលទៅក្រាបថ្វាយបង្គំរូបនោះស្រាប់តែខ្មោចចូលក្រញាញ់ខ្លួនដូចជាអារក្សជន់ក្រោកឡើងស្រែកច្រៀងជាបទភ្លេងទាស់បារមីហើយរាំដើរប្រដាក់សិនរូបនោះរួចនិយាយថាលោកគ្រូមិនស្គាល់យើងទេឬឯលោកគ្រូចៅវធិការក៏ឆ្លើយតបទៅវិញអាត្មាមិនស្គាល់លោកយាយទេ
ចុះលោកយាយឈ្មោះអ្វីដោយមិនដេចបានជាមកកាប់ខ្លួននៅក្នុងដីនេះតើនរណាយកមកកប់ទុកដូច្នេះយាយខ្មៅចូលរូបតបទៅវិញថាយើងនេះឈ្មោះទេពធីតារក្សាមនុស្សលោកការដែលមកកាប់ខ្លួននៅក្នុងព្រឹត្តិភិនេះឬអ្នកណាយកមកនោះយើងមិនដឹងទេយើងតែងចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ចមិនមែនថាត់នឿតែទីតែមួយនេះទេឯដើនេះយើងមកចូលរូបយាយខ្មៅដើម្បីនឹងជួយសង្គ្រោះមនុស្សក្នុងស្រុកនេះឲ្យបានសេចក្តីសុខសប្បាយទាំងអស់គ្នាបើលោកគ្រូចង់ឲ្យវត្តនេះបានថ្មថ្មរុងរឿងត្រូវធ្វើតាមបង្គាប់យើងអំពីរបៀបកាលដែលយាយខ្មៅថ្លែងប្រាប់លោកគ្រូអធិការដូច្នោះហើយលោកក៏ចាត់ការឲ្យធ្វើតាមបង្គាប់គឺឲ្យធ្វើរៀន8ថ្នាក់មួយស្លាធម៌មួយគូទឹកអប់មួយគូបាយសីមួយគូខ្លោបាំងមួយគូទៀន7ធូប7ព្រមទាំងលៀកនិងផ្ការួចហើយមានឲ្យលេងភ្លេងខ្មែរបញ្ចាំរូបយាយខ្មៅថែមទៀតគ្រឿងសែនថ្វាយតាំងពីបុរាណកាលមកទល់នឹងសម័យសពថ្ងៃនេះក៏នៅតែដូចដើមដដែលឥតមានការប្លែកឡើយអំពីពិធីបន់ស្រន់កាលដើមបើមានជំងឺកើតឡើងក្តីឬមានប្រាថ្នាការអ្វីក្តីប្រាថ្នាឲ្យធ្វើស្រែបានផលល្អជួញប្រែឲ្យបានចំណេញឬស្បត់ស្បាយនឹងគ្នាក្តីគេតែងទៅបន់ស្រន់សុំទឹកអប់អំបោះចងដៃនឹងកតាមសេចក្តីដែលគេប្រាថ្នានោះទៅដោយហើយទៅសូម្បីតែចង់បានបុត្រធីតាក៏ទៅសុំនៅទីនោះដែរការបន់ស្រន់នេះនៅមានដដែលតាំងពីបុរាណកាលមករហូតដល់សពថ្ងៃឥតកែប្រែឡើយអំពីការសែនថ្វាយគ្រឿងទង្វាយមានហែផ្កាថ្វាយអង្ស័កកងកកងដៃអង្កាមចិញ្ចៀនសុទ្ធតែធ្វើដោយមាសទម្ងន់ពី1ជីទៅដល់1ទម្លឹងក៏មានជួនកាលគេថ្វាយបាយសីស្លាធម៌ដូងចេកនំឬខ្លោះសពថ្ងៃនេះគេច្រើនតែថ្វាយឡង់មួយគូប៉ុណ្ណោះអ្នកខ្លះបន់កៅសពថ្វាយក៏មានលុះយាយខ្មៅនោះស្លាប់ទៅក៏ទៅចូលរូបយាយដតីទៀតជាច្រើនតំណទល់មកដល់សពថ្ងៃទោះចូលរូបយាយណាក៏ដោយក៏នៅតែហៅថាយាយខ្មៅដូចឈ្មោះយាយដែលចូលរូបពីដំបូងនោះដែរអំពីបទភ្លេងពិធីបញ្ចាំរូបយាយខ្មៅនោះមានរបៀបសែនថ្វាយដោយបានបរិយាយមកខាងលើស្រាប់ហើយឯបទភ្លេងនោះមានតែមួយទេគឺភ្លេងទាស់បារមីឬហៅយ៉ាងខ្លីថាបារមីដូចនេះក៏បានមានទំនុកច្រៀងថាសូមថ្វាយបង្គំសម្ដេចបារមីមានឫទ្ធិក្រាស់ក្រៃអំណាចជាក់ស្ដែងមិនដឹងទេឬឈ្មោះទេពធីតាចុះមករក្សាមនុស្សលោកសពថ្ងៃអញ្ជើញគ្រូតូចអញ្ជើញគ្រូធំស្ថិតនៅលើកំពូលភ្លុំកៃឡាសស្ថាននេះនាងស្រីសែនស្រណោះអណ្ដាតជាភ្លៀងអ្នកតាពុំសែននៅភូមិសូសែនសង្កាត់សូសែនស្រុកព្រៃឈរកំពង់ចាមមានអ្នកតាមួយគេហៅថាអ្នកតាពុំសែនមានរឿងរ៉ាវតាក់ទងនឹងអ្នកតានោះដូចតទៅប្រមាណជាក្នុងពុទ្ធសករាជ2384មានយាយតា2នាក់ប្តីប្រពន្ធឈ្មោះតាពុំយាយសែនគាត់នៅស្រុកសំរោងខេត្តជាមួយគ្នាទាំង2នាក់បបួលគ្នាទៅរកភូមិថ្មីមួយនៅភូមិគុកកូហៀបើហៅតាមអ្នកស្រុកថាភូមិបន្ទាយគាត់បានបោះគោលចរិតវាតទីភូមិប្រមាណជា2ហិកតា4ជ្រុងស្មៅហើយបានសង់ផ្ទះមួយខ្នងតូចដោយគ្រឿងឈើប្រក់ស្លឹកមានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ដីដាំដំណាំផ្សេងមានចេកខ្នុរជាដើមនៅខាងកើតភូមិគាត់ចម្ងាយប្រមាណ200ម៉ែត្រមានដើមពោធិ៍មួយដើមដុះនៅលើដីទូលមួយខ្ពស់ដែលមានព្រៃដុះព័ទ្ធជុំវិញនៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃយាយសែនមានសេចក្តីសង្ស័យទើបប្រើតាពុំជាប្តីឲ្យទៅមើលត្រង់ដើមពោធិ៍នោះបានប្រទះឃើញរូបចម្លាក់មួយសាងដោយថ្មសន្តានជាមនុស្សឈរត្អែកនឹងគល់ពោធិ៍គាត់ពិនិត្យសពគ្រប់ទៃឃើញដូចជាព្រះពុទ្ធរូបហើយមានពណ៌ប្រផេះដូចជាថ្មថ្លើមអណ្ដើកទំហំ4ដេស៊ីម៉ែត្រកម្ពស់ប្រមាណ1ម៉ែត្រកន្លះឥតមានឆ្លាក់ជាក្បាច់អ្វីទេតាពុំបានឃើញដូច្នោះក៏ដើរនិយាយប្រាប់អ្នកផងគ្រប់គ្នាឲ្យជួយពិចារណាមើលតើជារូបអ្វីនរណាយកមកចោលនៅក្រោមដើមពូនេះឬក៏អ្នកណាសាងទុកពីកាលណាកាលបើអ្នកស្រុកបានដឹងគ្រប់គ្នាហើយមានសេចក្តីសង្ស័យគ្រប់គ្នាក៏បបួលគ្នាធ្វើបុណ្យអស់មួយយប់មួយថ្ងៃដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តទេសនាឆាន់បង្ហើយកិច្ចចប់ពិធីបុណ្យគេនាំគ្នាយកអំបោះចងរូបនោះហើយអន្ទើងលើកឡើងដុសខាត់ទៅឃើញរូបភាពជាស្រីមានភ្នួងសក់ចំកណ្ដាលសិរសាខាងលើ
នៅលើថ្ងាមានចត្រជើងសក់លែងខ្លួនទទេត្រឹមចង្កេះឯសម្ពុតស្លៀកសំលុយដៃទាំងសងខាងដាក់ផ្អោបនឹងដងខ្លួនពីត្រឹមកែងដៃបត់មកខាងមុខហើយដៃស្ដាំក្តាប់ផ្កាប់មុខចុះក្រោមដៃឆ្វេងក្តាប់ងាឡើងទៅលើឥឡូវនេះគេរូបនោះបំបាក់កយកក្បាលទៅចោលឯណាបាត់ទៅហើយពិនិត្យមើលទៅមិនដឹងរូបភាពបែបណាឡើយហើយរូបនេះតាំងពីគេវាយបំបាក់យកក្បាលចោលបាត់ទៅនោះអ្នកស្រុកភូមិជិតខាងចេះតែពុំសូវសុខសប្បាយបន្តិចឈឺមនុស្សបន្តិចឈឺសត្វពហណៈអ្នកស្រុកភឹតភ័យជាខ្លាំងអ្នកខ្លះនឹកស្មានថារូបនោះធ្វើឲ្យឈឺក៏យកស្លាធម៌មួយគូបាយសក្រហមបង្អែម2-3មុខយកទៅថ្វាយរូបភាពនោះហើយអុជទៀនធូបនិយាយបន់ស្រន់ថាសូមឲ្យកូនចៅបានជាសះស្បានិកោក្របីក៏ឲ្យបានជាសះស្បាយទៅធៀមនឹងធ្វើរោងប្រក់ក្បឿងថ្វាយហើយលើករូបនេះដាក់លើរោងឲ្យផុតពីដីកាលបន់ស្រន់រួចត្រឡប់មកផ្ទះវិញជំងឺទាំងប៉ុន្មានក៏បានស្រាកស្រានដោយប្រាថ្នារួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបុណ្យនោះមានរៀបស្លាធម៌មួយគូទឹកអប់មួយគូផ្កាមួយគូទៀន5ធូប5លាក់និយាយពីយាយសែនប្រពន្ធតាពុំដែលមានទីលំនៅនៅក្បែរខ្ទមរូបនោះយាយសែនមានជំងឺហើមអស់ទាំងខ្លួនចំនួនជាង1ឆ្នាំមកហើយរកគ្រូមើលពុំជាសោះបានឮអ្នកស្រុកជិតខាងនាំគ្នាឈូឆរមកបន់ស្រន់គោរពបូជារូបនោះយ៉ាងកក្រឹកកក្រែងដូច្នោះគាត់ក៏ប្រែប្តីគាត់ឲ្យទៅសុំទឹកអប់ពីរូបនោះមកលបងមើលលុះប្តីយកទឹកអប់បានមកហើយគាត់ក៏សួរប្តីថាទឹកអប់នេះនឹងធ្វើដូចម្តេចខ្លះប្តីប្រាប់បានថាលោកតាឲ្យផេកផងលាបខ្លួនប្រាណផងចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមករោគក៏កាន់តែស្រាកស្រានបានស្រួលម្ដងបន្តិចម្ដងបន្តិចត្រឹមតែ8ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយហើយឲ្យប្តីនាំគាត់ទៅខ្ទមអ្នកតាទៅដល់ហើយគាត់ថ្វាយបង្គំរូបនោះក៏ស្រាប់តែគាត់ក្រញាំងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូលស្រែកច្រៀងជាបទភ្លេងទាស់បារមីនាំតាដាលប្រទះខ្សិនរូបនោះរួចនិយាយថាអ្នកឯងមិនស្គាល់យាយទេឬប្តីឆ្លើយថាមិនស្គាល់លោកយាយទេចុះលោកយាយឈ្មោះអ្វីទៅហេតុអ្វីបានជាមកនៅក្រោមពូនេះតើអ្នកណាយករូបមកទុកដូចនេះយាយសែនខ្មោចចូលក៏ប្រាប់ទៅវិញថាយើងនេះឈ្មោះទេពធីតារក្សាមនុស្សលោកដែលថាអ្នកណាយកមកនៅក្រោមពូនេះយើងឥតដឹងទេព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ចមិនមែនស្ថិតនៅក្រោមពូនេះទេឥឡូវដែលយើងមកចូលយាយសែននេះក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សនៅស្រុកនេះឲ្យបានសុខសប្បាយទាំងអស់គ្នាបើអ្នកឯងចង់បានឲ្យភូមិនេះថ្គុំថ្កើងរុងរឿងនោះត្រូវធ្វើតាមបង្គាប់យើងរបៀបកាលបើយាយសែនថ្លែងប្រាប់រួចតាពុំក៏ធ្វើតាមបង្គាប់គឺឲ្យធ្វើស្លាធម៌មួយគូទឹកអប់មួយគូបាយសីមួយគូឡាតបារីផ្កាមួយគូទៀន5ធូប5លាក់ធ្វើរួចហើយឲ្យលេងភ្លេងខ្មែរបញ្ចាំយាយសែនថែមទៀតអំពីពិធីបុណ្យស្រន់ការបុណ្យស្រន់តាំងពីដើមរៀងមកយ៉ាងណាឥឡូវនេះក៏នៅមានដូច្នោះដែរគឺថាកាលបើមានជំងឺអ្វីកើតឡើងក្តីឬគេប្រាថ្នាអ្វីក្តីដូចที่ប្រាថ្នាធ្វើស្រែចម្ការបានផលល្អជាដើមគេតែងទៅបុណ្យស្រន់សុំទឹកអប់ហើយបួងសួងតាមបំណងដែលគេប្រាថ្នាអំពីសែនថ្វាយគ្រឿងតង្វាយនោះគឺលេងភ្លេងនិងកាច់ផ្កាថ្វាយសប្តាហ៍ថ្ងៃនេះគេច្រានថ្វាយមាន់ប្រជុលមួយគូជួនណាគេបុណ្យធ្វើបុណ្យថ្វាយលុះដល់យាយសែននោះស្លាប់ទៅហើយក៏ចូលរូបដតីជាច្រើនដំណរហូតមកដល់សប្តាហ៍ថ្ងៃនេះតែទោះបីចូលរូបយាយណាក៏ដោយក៏គេនៅតែហៅថាយាយសែនតាមឈ្មោះយាយដែលចូលរូបពីដើមដំបូងនោះដែរអំពីបុណ្យលេងភ្លេងពិធីបញ្ចាន់យាយសែននោះមានរបៀបបុណ្យស្រន់សែនថ្វាយដោយរៀបរាប់ខាងលើសពគ្រប់អស់ហើយឯភ្លេងតែមួយគឺភ្លេងតក់បារមីមានទំនុកច្រៀងថាសូមថ្វាយបង្គំសម្ដេចបារមីមានឫទ្ធិក្រាស់ក្រៃអំណាចជាក់ស្ដែងមិនដឹងទេឬឈ្មោះទេពធីតាចុះមករក្សាមនុស្សលោកសពថ្ងៃអញ្ជើញគ្រូតូចអញ្ជើញគ្រូធំស្ថិតនៅលើកំពូលភ្នំ
ចុះមកស្ថានអាយនានស្រីសែនស្រណោះអណ្ដាតជាភ្លើងក្រលួចឆែកឡើងបង្ក្រាបវិសាយអ្នកតាត្រង់ងល់អ្នកតាត្រង់ងល់ស្ថិតនៅក្នុងឃុំពន្លៃស្រុកព្រៃកបាស់ខេត្តតាកែវតាំងពីដើមរៀងមករាល់ឆ្នាំអ្នកស្រុកតែងធ្វើពិធីឡើងអ្នកតានេះដើម្បីសុំទឹកភ្លៀងអ្នកតានេះមានឈ្មោះល្បីទូទៅពេញទាំងស្រុកព្រៃកបាស់ទាំងមូលឯកម្មវិធីឡើងអ្នកតាព្រមទាំងដើមកំណើតនៃអ្នកតានេះខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅមានយាយម្នាក់ឈ្មោះយាយដុលផ្ទះនៅភូមិក្រវ៉ាល់ទៀកសង្កាត់អង្កាញ់ស្រុកព្រៃកបាស់តាកែវគាត់ជារូបអ្នកតាត្រង់ងល់តែគាត់ទទួលអនិច្ចកម្មហើយកាលដែលគាត់នៅរស់នៅឡើយកាលណាជិតដល់កំណត់ថ្ងៃខែដែលត្រូវឡើងអ្នកតានោះគាត់តែងតែដើររៃប្រាក់រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នាយកទៅរៀបចំចាត់ចែងឡាយអ្នកតារៀងរាល់ឆ្នាំពុំដែលខានលុះគាត់អង្គាសដល់ផ្ទះខ្ញុំក៏បានសាកសួរគាត់អំពីរឿងឡាយអ្នកតានោះយ៉ាងណាខ្លះទៅយាយដុលក៏បានឆ្លើយប្រាប់មុខខ្ញុំវិញថាអោចៅអាយរបៀបឡើងអ្នកតានោះយាយមិនគួរនិយាយសោះព្រោះអាភាសពុនពេកណាស់លាក់បាំងអីចៅអាយដល់ពេលឡើងអ្នកតានោះម្ដងគេដេញប្រុសចិនឯអស់ហើយស្រីទាំងប៉ុន្មានអ្នកដែលនៅឡើងអ្នកតានោះគេនាំគ្នាដោះសំពត់អាវចេញពីខ្លួននៅតែខ្លួនទៅទេរួចហើយស្រីខ្លះដុំក្បាលជង្គង់ធ្វើស្គរស្រីខ្លះយកឈើមកធ្វើជាត្រជាចាប៉ីអស្រីខ្លះច្រៀងរាំលេងសប្បាយតាមមតិរៀងខ្លួនរួចអំពីធ្វើភ្លេងច្រៀងរាំក៏ចាប់ផ្ដើមបោកចំបាប់គ្នាបោកផ្ដួលទៅរួចដេញចាប់គ្នាទៀតខ្លះទៅយកដុំថ្មរូបអ្នកតាពីខ្ទមមកហើយសួរថាលោកតាឲ្យទឹកភ្លៀងឬមិនភ្លៀងទេបើមិនឲ្យទឹកភ្លៀងទេយើងនឹងនាំគ្នាជិះជន់លោកតាឯងទាល់តែស្លាប់ស្រីឯទៀតនាំគ្នាឆ្លើយដោយឧបកិច្ចថាយើងឲ្យភ្លៀងហើយគេលេងដូច្នេះចាប់តាំងពីម៉ោង3រសៀលរហូតម៉ោង5ទើបឈប់តមកពួកស្រីក្មេងៗក្នុងចំណោមស្រីអ្នកលេងទាំងប៉ុន្មានក៏នាំគ្នាដងទឹកយកមកឲ្យស្រីចាស់អ្នកលេងនោះងូតជួនកាលមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះក៏មានរំលង 2-3 ថ្ងៃទើបមានភ្លៀងក៏មានគឺថាឈុតឆាប់ណាស់របៀបលើងអ្នកតានោះគេលេងភ្លៀងឧបកិច្ចគ្មានលេងភ្លេងមែនតែនទេឯប្រដាប់ប្រដាគ្រឿងសំណានវិញមានគោមួយស្រាមួយទិនរៀងរាល់ឆ្នាំព្រោះហេតុនោះហើយបានជាដល់រដូវថ្ងៃខែឡើងអ្នកតាគេដើររៃប្រាក់ស្រូវពីអ្នកស្រុកដើម្បីនឹងយកទៅចាត់ចែងការនោះឲ្យបានគ្រប់គ្រាន់កាលដែលយាយដុលនិយាយចប់ហើយខ្ញុំក៏សួរតទៅទៀតលោកយាយចុះលោកតានឹងម្ដេចក៏ត្រូវការតែស្រីម្លេះបណ្ដោយឲ្យស្រីអាក្រាតឲ្យជិះជន់ប្រព្រឹត្តអាការៈមិនគប្បីដូច្នេះម្យ៉ាងទៀតរឿងដើមតើយ៉ាងណាបានជាគេហៅថាអ្នកតាត្រង់ងល់ពីដើមគាត់ចេះមុនអាគមអ្វីបានជាហៅភ្លៀងបានធ្វើថ្ងៃណាភ្លៀងថ្ងៃនឹងយាយដុលក៏និយាយថាយាយបានដឹងបន្តិចបន្តួចតាមឮចាស់និទានតមកថាអ្នកតាកាយដើមជាមនុស្សធម្មតាតែមិនដឹងឈ្មោះអ្វីឲ្យប្រកបទេគាត់កោត្រង់ងល់ចេះមុនអាគមច្រើនជាអ្នកខ្លាំងពូកែណាស់ហើយមេឃងងឹតព្រមនឹងភ្លៀងគាត់គ្រាន់តែបាច់អង្គរសូត្រសេកមុនអាគមទៅខ្យល់ផាត់មេឃស្រឡះថេងបាត់ពពកភ្លៀងអស់មួយរំពេកបើគាត់ចង់ឲ្យភ្លៀងវិញគាត់តាំងពិធីមានស្លាធរបាយសីប្រដាប់ប្រដាគាត់ជាច្រើនហើយសូត្រមុនអាគមមហាមេមហាដាវរបស់គាត់មិនយូរប៉ុន្មានមេឃឡើងខ្មៅភ្លៀងធ្លាក់ចុះមួយរំពេកអ្នកស្រុកឃើញដូច្នោះកោតខ្លាចគោរពរាប់អានគាត់គ្រប់គ្នាលុះគាត់ស្លាប់ទៅអ្នកស្រុកនៅតែគោរពគាត់ជានិច្ចទើបយកដីឥដ្ឋមកធ្វើជារូបគាត់ឡើងមានក្បាលត្រង់ងល់ដោយរូបគាត់កាលនៅរស់បើគេចន់បានទឹកភ្លៀងគេនាំរៀបចំធ្វើគ្រឿងភ្លីកាបូជាគាត់សុំទឹកភ្លៀងរៀងរាល់ឆ្នាំតាមចំណាំដែលធ្លាប់ឃើញគាត់ធ្វើអំពីកាលដែលគាត់នៅរស់នោះរៀងរហូតមកដល់សប្តាហ៍ថ្ងៃខ្ញុំក៏សួរបញ្ជាក់យាយដុលទៀតថាចុះហេតុអ្វីក៏ចាំស្រីអាក្រាតគេរែកខ្មាស់គឺធ្វើដូច្នេះយាយក៏ឆ្លើយថាខ្ញុំលែងដឹងហើយចៃអាយលែងសួរខ្ញុំទេខ្ញុំមិនដឹងទេខ្ញុំក៏បាននិយាយទៅយាយនោះវិញថាតាមមតិរបស់ខ្ញុំយល់ថាប្រហែលជាតាត្រង់ងល់នឹងកាលគាត់នៅរស់នៅឡាយគាត់ស្អប់ស្រីណាស់បើឃើញស្រីទៅអបប្រឡែងនឹងគាត់តែងឲ្យវត្ថុអ្វីទៅស្រីនោះដើម្បីឲ្យដាល់ចេញពីគាត់ឆាប់ទៅព្រោះគាត់ចិនណាយធុញទ្រាន់នឹងកាមតណ្ហាហេតុនេះហើយបានជាអ្នកស្រុកកាលណាចង់បានទឹកភ្លៀង
ឲ្យស្រីអាក្រាតទៅជិះជន់គាត់ធុញថប់គាត់ក៏ខំសូត្រមន្តអាគមខាបទឹកភ្លៀងមកឲ្យឆាប់ដើម្បីឲ្យស្រីអស់នោះឆាប់នាំគ្នាទៅផ្ទះឲ្យស្រឡះពីមុខគាត់ទៅក្រែងអញ្ចឹងទេដឹងលោកយាយឆ្លើយថាយាយលែងដឹងហើយចៃអើយយាយលាទៅផ្ទះហើយអ្នកតាភ្នំដីនៅក្នុងឃុំត្រពាំងធំស្រុកសូត្រនិគមខេត្តសៀមរាបមានអ្នកតាមួយដែលអ្នកស្រុកសន្មតហៅថាអ្នកតាភ្នំដីអ្នកតានេះមានរាងរូវជាព្រះពុទ្ធរូបឈរមួយព្រះអង្គបាក់ព្រះហត់ម្ខាងនិងរូបព្រះកណេសមួយទៀតដែលមានក្បាលជាដំរីខ្លួនជាមនុស្សបាក់ជើងដៃអស់នៅតែដងខ្លួននិងក្បាលហើយមានរូបអវលោកេស្វរៈព្រះឥសូរបាក់ជើងដៃអស់ដែរនៅតែព្រះភ័ក្រល្មមឲ្យស្គាល់បានឯចំណែកដែលបាក់បែកទាំងប៉ុន្មានក៏នៅគោក្បែរទីនោះដែររូបទាំង3នេះសុទ្ធតែឆ្លាក់ដោយថ្មភក់ទាំងអស់ទំហំនិងកម្ពស់រូបមួយប៉ុនគ្នាប្រហែលគ្នាគឺកម្ពស់ប្រមាណ 0.50 ម៉ែត្រនិងទទឹងដងខ្លួន 0.20 ម៉ែត្រគេដាក់នៅក្នុងខ្ទង់ប្រាក់ក្បឿងតូចមួយជាមួយគ្នាទាំង3រូបនោះឯងទីកន្លែងនៃអ្នកតានេះស្ថិតនៅលើដីទូលមួយខ្ពស់របៀបជាកូនភ្នំតូចមួយមានកម្ពស់ប្រមាណ 6 ម៉ែត្រ00ពីដីស្រែធម្មតាដីទូលនោះរាងមូលបើវាស់ជំពាក់កណ្ដាលមានវិជ្ជាម៉ាត្រប្រមាណ 23 ម៉ែត្រ00ដីទូលនេះហើយដែលគេហៅថាភ្នំដីឯស្រុកភូមិនៅក្បែរនោះគេក៏ហៅថាភូមិភ្នំដីដែរនៅភូមិភ្នំដីនោះមានផ្ទះប្រមាណជា30ខ្នងប៉ុណ្ណោះទេតាមសេចក្តីដំណើរថាភ្នំដីនេះកើតឡើងដោយមនុស្សម្នាក់ឈ្មោះចៃកំជិលខ្សាច់ចៅនេះល្បីខ្ចោះខ្ចាយខាងខ្ជិលតាំងកាលពីក្មេងតូចមកការអ្វីក៏ចៅនេះមិនធ្វើដែរមួយថ្ងៃអង្គុយតែរយដីខ្សាច់លេងរហូតទាល់តែកើតបានទៅជាភ្នំដីនេះឡើងឯអ្នកតាដែលនៅលើភ្នំដីនេះគេសន្មតហៅថាអ្នកតាភ្នំដីតាមឈ្មោះភ្នំនោះទៅក្រោយមកទីនេះคล้ายទៅជាបូជនីយដ្ឋានរបស់អ្នកស្រុករហូតមកដល់សពថ្ងៃព្រោះក្នុងមួយថ្ងៃគេតែងតែបន់ស្រន់បួងសួងសុំសេចក្តីក្នុងពេលដែលស្រុកមានជំងឺឬបាត់គោក្របីជាដើមការដែលបន់នោះមិនមានកំណត់ឈ្មោះរបស់ថ្វាយអ្វីទេគឺគេអ៊ុតទៀនធូបថ្វាយហើយទើបបន់ក៏មានគេកាច់ស្លឹកឈើស្រស់ធ្វើជាស្លាធម៌ព្រៃថ្វាយហើយបន់ក៏មានប្រសិនបើជាបាត់គោវិញនោះគេបន់ថាអូលោកអ្នកតាអ្នកដូនភ្នំដីអើយឥឡូវកូនចៅបាត់គោមួយនឹមទៅហើយឈ្មោះវាអាចំប៉ាមួយអាចំបៃមួយមិនដឹងជីចៅលួចឬវារត់ទៅណាបាត់ទេសូមលោកតាជួយរកជួយនាំចាត់គោនោះឲ្យវាត្រឡប់មករកផ្ទះសម្បែងវិញផងលក់បន់រួចហើយគេក៏ទៅរកបានឃើញប្រាថ្នាក៏មានគោនោះវាបោលមកផ្ទះវិញខ្លួនវាក៏មានជូនរកមិនឃើញក៏មានដែរប៉ុន្តែអ្នកស្រុកដែលជឿអ្នកតាតែងតែអួតថាច្រើនតែឃើញមិនសូវដែលមិនឃើញទេបើបនតីបានឃើញហើយទោះបីថ្វាយអ្វីក្តីមិនថ្វាយអ្វីក្តីឬទៅប្រាប់ក្តីមិនប្រាប់វិញថាបានឃើញគោហើយក្តីអ្នកតានោះគ្មានប្រកាន់ទោសអូសដំណើរអ្នកបនទេរបៀបនេះខុសអំពីរបៀបអ្នកតាឯតីទៀតដែលបានរកឃើញហើយមិនបានទៅប្រាប់ឬទៅថ្វាយអ្វីនោះទេនឹងត្រូវធ្វើឲ្យឈឺចាប់ចុកដូច្នេះមិនទេឡើយព្រោះហេតុនឹងទេបានជាអ្នកស្រុកភ្នំដីនិងអន្លងពីជាដើមគេតែងទៅប្រជុំគ្នាធ្វើបុណ្យពូនភ្នំថ្វាយអ្នកតានោះរៀងរាល់ឆ្នាំនៅខែចែកគឺគេនាំគ្នាទៅជំរះស្មៅភ្នំដីនោះហើយជួសជុលខ្ទមនោះឲ្យស្អាតបាតល្អធ្វើរបងព័ទ្ធជុំវិញពូនភ្នំខ្សាច់និមន្តព្រះសង្ឃចម្រើនព្រះបរិត្តពីល្ងាចស្អែកឡើងប្រគេនចង្ហាន់លោកពេលព្រឹកម្ដងថ្ងៃត្រង់ម្ដងឯអ្នកតាគេធ្វើពេលដាក់បាយនំចំណីថ្វាយហើយក្រាវកន្ទេលស្មៅកន្ទេលក្រហមដាក់ខ្នើយមួយយ៉ាងល្អដល់ពេលព្រះសង្ឃសូត្រពហុទេវាឆ្លងគេនាំបង្វិលពពិលជុំវិញខ្ទមអ្នកតាមានអាចារ្យម្នាក់ឈ្មោះព្រិនតែងតែសូត្រសុំពរពីអ្នកតាឥតមានក្បួនខ្នាតអ្វីទេគាត់សូត្រមាត់ទទេតាំងតែពីដើមរៀងមកថាអូអស់លោកអ្នកតាអ្នកដូនភ្នំដីនិងអស់លោកទេវតារក្សាទឹកដីព្រៃព្រឹក្សាភូមិស្រុកព្រមទាំងទេពនិករអមរមេឃព្រះឥន្ទព្រះព្រំព្រះនារាយណ៍ព្រះឥសូរព្រះចតុលោកបាលទាំង4
មានព្រះបាទវិរូបកៈជាដើមយើងខ្ញុំសូមអញ្ជើញលោកមកសេពសោយក្រយាហាហើយសូមទទួលអនុមោទនាបុណ្យយើងខ្ញុំគ្រប់គ្នាសូមលោកជួយបីបាច់ថែរក្សាយើងខ្ញុំជាកូនចៅព្រមទាំងស្រុកភូមិសត្វធាតុគោក្របីឲ្យបានសុខសប្បាយគ្រប់គ្នាទៅហោអ្នកតាទ្វារស្រុកភូមិកំពង់សំរិទ្ធឃុំមានស្រុកព្រៃឈរកំពង់ចាមមានអ្នកតាមួយសំខាន់ជាងគេឈ្មោះអ្នកតាទ្វារស្រុកមានទីលំនៅនៅលើដីទួលមួយខ្ពស់ជិតជើងភ្នំត្រង់កំឡែងដីទួលនោះកាលពីដើមគ្មានដើមឈើសោះទេមានតែវាលទទេយូរក្រោយបន្តិចមកស្រាប់តែមានតាចាស់ម្នាក់ស្លៀកពាក់ស្អាតបាតទៅនិយាយនឹងលោកគ្រូចៅអធិការវត្តកំពង់សំរិទ្ធថាខ្ញុំករុណាមកសុំរោងលោកគ្រូមួយច្រកកោនហ្វងសពថ្ងៃគ្មានមិនលុបច្រកទេលោកគ្រូចៅអធិការសួរថាតាឯងនឹងឯណាតានោះឆ្លើយថាខ្ញុំករុណានៅត្រង់ដីទួលខ្ពស់នោះឯងទើបលោកគ្រូចៅអធិការថាតាឯងទៅចុះចាំថ្ងៃក្រោយអាត្មាទៅធ្វើរោងមួយឲ្យលោកគ្រូថាមិនទាន់ផុតពីមាត់ផងស្រាប់តែបាយមើលតានោះបាត់ភ្លាមមួយរំពេករកមើលពុំទាន់មិនដឹងជាទៅផ្លូវណាដល់ថ្ងៃក្រោយលោកគ្រូចៅអធិការរៀបរាប់ប្រាប់អាចារ្យវត្តតាមដំណើររឿងទើបអាចារ្យដើរបបួលឧបាសកសកាជើងវត្តទាំងអស់គ្នាឲ្យយកឈើធ្វើរោងប្រក់ក្បឿងត្រង់កណ្ដាលដីទួលឲ្យតាទ្វារស្រុកនៅអ្នកស្រុកទាំងអស់ក៏ស្រុះស្រួលខ្លះបានឈើខ្លះបានក្បឿងនាំគ្នាធ្វើរោងហើយជាស្រេចទើបយកថ្មមួយដុំទំហំ2ម៉ែត្រ4ជ្រុងទៅតម្កល់ទុកក្នុងរោងតំណាងរូបអ្នកតាទ្វារស្រុករួចអាចារ្យនិងពំពួកឧបាសកជើងវត្តទាំងអស់កំណត់ថ្ងៃខែឆ្នាំនឹងធ្វើបុណ្យថ្វាយមួយយប់សូមឲ្យតាទ្វារស្រុកថែរក្សាកូនចៅនៅក្នុងស្រុកទាំងមូលឲ្យបានសុខសប្បាយបើមានការជំងឺឯស្រុកភូមិក្រៅសូមតាទ្វារស្រុកជួយកម្ចាត់បងឲ្យចេញឆ្ងាយពីស្រុកទៅកុំឲ្យមកបៀតបៀនដល់កូនចៅក្នុងស្រុកឲ្យសោះតាំងពីពេលនោះមកអ្នកស្រុកបានសុខសប្បាយដោយសេចក្តីប្រាថ្នាមែនក៏បបួលគ្នាកំណត់ធ្វើបុណ្យមួយឆ្នាំម្ដងរាល់ឆ្នាំតែបើឆ្នាំណាមានការជំងឺផ្សេងក្នុងស្រុកអ្នកនាំគ្នាភ័យឈោឡោបបួលគ្នាតែអុជទៀនធូបត្រង់មុខអ្នកតាទ្វារស្រុកនិយាយថាកូនចៅមានភ័យតក់ស្លុតខ្លាំងណាស់ឥឡូវនេះមកសុំឲ្យតាទ្វារស្រុកជួយកម្ចាត់ភ័យចេញនិងធ្វើបុណ្យថ្វាយមួយយប់ត្រឡប់មកផ្ទះវិញជំងឺទាំងប៉ុន្មានក៏ស្បាយលហើយដោយសេចក្តីប្រាថ្នាក៏ជឿចាក់ពិតបបួលគ្នាធ្វើបុណ្យថ្វាយកំណត់ថ្ងៃទៅនិមន្តលោកចម្រើនព្រះបរិត្តនិងទេសនាព្រឹកឡើងប្រគេនចង្ហាន់ដាឆ្លងហើយបបួលគ្នាយកបាយសម្លបង្អែមចំអាមទៅដាក់សែននៅមុខអ្នកតាទ្វារស្រុកនិយាយថាកាលកូនចៅមានភ័យមកបុណ្យលោកតាទ្វារស្រុកឲ្យជួយកម្ចាត់ជំងឺដែលកូនចៅឈឺនោះតាទ្វារស្រុកក៏ជួយកាន់ខ្នងរងមុខកម្ចាត់ជំងឺបានជាស្បាយមែនឥឡូវនេះយើងធ្វើបុណ្យថ្វាយរួចសពគ្រប់អស់ហើយសូមតាទ្វារស្រុកកុំចាប់មាត់ចាប់ពាក្យកូនចៅទាំងអស់គ្នាទៀតបើមានការឆ្លោះឆ្លយខ្វាក់ខាតអ្វីសូមកុំប្រកាន់អូតំណាឲ្យសោះរឿងអ្នកតាទ្វារស្រុកនេះលោកងួនអាវជាអាចារ្យសម្រាប់វត្តកំពង់សំរិទ្ធបានដំណើរថាកាលពីដើមត្រង់ដីទួលខ្ពស់ដែលជាកន្លែងអ្នកតានេះគ្មានដើមឈើមួយដើមសោះទេដីទួលនេះនៅខាងមុខភ្នំឯភ្នំនោះមានតែផ្លូវរទេះមួយប៉ុណ្ណោះសម្រាប់ធ្វើដំណើរទៅកាន់ភូមិឯផ្លូវរទេះនេះចុងម្ខាងចុះត្រង់ទៅទួលមួយខ្ពស់ដែលជាកន្លែងអ្នកតាបើអ្នកសឹកចិត្តឆ្ងាយបរទេសមកដល់ទីទួលខ្ពស់នោះហើយមិនបានដាក់នំចេកដូងថ្វាយទេរទេះនោះនឹងបាក់កង់កម្មផ្អាលគោក្របីរត់ចោលរទេះឬក៏ធ្វើមនុស្សឲ្យចុកពោះគ្រុនក្តៅរងែញ័រញាក់មិនឃ្លានបាយទឹកតលតែយកមាន់សមួយគូដូងមួយគូបាយសក្រហមបង្អាមចំអាមថ្វាយនិយានសុំទតទើបជាភ្លាមមួយរំពេកបានជាគេហៅអ្នកតានេះថាអ្នកតាទ្វារស្រុកព្រោះមានរឿងដំណើរថានៅលើទីទួលខ្ពស់នោះពីដើមមានតាចាស់ម្នាក់ឈ្មោះជាគាត់បានទៅកាប់គាស់ដីដាំដំណាំផ្សេងមិនបានប៉ុន្មានតាជាក៏ឈឺចាញ់ស្លាប់ទៅកន្លែងដីទួលតាជាធ្វើចំការនេះទុកចោលទំនេរគ្មានយ៉ាងណាហ៊ានមកធ្វើដំណាំតទៅទៀតសោះដោយទួលនេះនៅចំផ្លូវរទេះដែលចេញមកពីភ្នំទៅកាន់ស្រុកឯនៅទៀតនោះ
ទើបគេសន្មត់ហៅទួលនេះថាទួលតាទ្វារស្រុកយូរទៅក៏คล้ายទៅជាតាទ្វារស្រុករហូតមកដល់សប្តាហ៍ថ្ងៃនេះឯងខ្មោចតាជាដែលបានស្លាប់នៅលើដីទួលនេះហើយដែលបានក្លែងខ្លួនស្លៀកពាក់សទៅនិយាយសុំរងលោកគ្រូចៅអធិការវត្តកំពង់សំរិទ្ធហើយដែលបានคล้ายទៅជាអ្នកតាហៅថាអ្នកតាទ្វារស្រុករហូតមកដល់សប្តាហ៍នេះឯង អ្នកតាបាពាលនៅជើងភ្នំបាពាលក្នុងស្រុកស្វាយទូងខេត្តchâuឌុកមាត់ជ្រូកដែនកូសាំងស៊ីនមានអ្នកតាមួយសំខាន់ជាងគេហៅថាអ្នកតាបាពាលឬព្រះកឡៅតាមធ្លាប់បានដឹងឮពីដើមរៀងមកអ្នកស្រុកជុំវិញភ្នំនេះធ្លាប់ធ្វើរណ្ដាប់សែនអ្នកតានៅក្នុងរវាងខែពិសាខចេតអាសាឍឬស្រាបមិនកំណត់ប៉ុន្តែក្នុងមួយឆ្នាំគេធ្វើតែម្ដងទេឯរូបរាងអ្នកតានេះពុំមានទេមានតែថ្មភ្នំមួយដុំធំដែលបណ្ដាលជនលើកមកដាក់សន្មត់ជារូបតានៅរហូតមកដល់សប្តាហ៍ថ្ងៃនេះតែដល់ខែដូចមានរៀបរាប់ខាងលើនេះហើយបណ្ដាជនជិតខាងប្រមូលរួបរวมលុយកាក់គ្នាផ្សំនឹងប្រាក់រាជការផ្ដល់មកជួយខ្លះរាល់ឆ្នាំផងដើម្បីទិញគោស្រាបាយរៀបចំជុំបែសង្ឃឹកភ្លេងពីនុបបាទភ្លេងខ្មែរប្រគំច្រៀងរាំតាមទំនៀមមានបញ្ចន់រូបប្រុសម្ងាក់អង្គុយទទួលកន្សែងក្រហមកាលបើអ្នកតាចូលហើយរូបនេះធ្វើរឹកពីដូចជាអ្នកខ្លាំងពូកែមានឥទ្ធិឫទ្ធិទាយក៏ឈុតអ្នកស្រុកសួរការអ្វីណីមួយអ្នកតានិយាយមិនឲ្យខ្ចោះជូនជាឆ្នាំណារាំងរើគ្មានទឹកធ្វើស្រែអ្នកស្រុកក៏បុណ្យស្រន់ធ្វើបុណ្យសុំភ្លៀងអ្នកតាក៏បណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងវេលានោះដោយបំណងមែនអំពីប្រវត្តិតាមពាក្យនិយាយតគ្នាមកថាកាលពីដើមភ្នំបាពាលគឺជាកោះតូចមួយនៅឡើយស្ដេចពាលមួយអង្គនិងឧបរាចម្នាក់ជាប្អូនបង្កើតសុទ្ធតែជាអ្នកមានឫទ្ធិជាស្ដាខ្លាំងពូកែមកនៅទីកោះនោះស្ដេចពាលជាបងធ្វើលំនៅក្នុងព្រៃឌុបមួយឯឧបរាជជាប្អូននៅក្នុងឌុបមួយផ្សេងពីគ្នាបានសេចក្តីសុខសាន្តឥតមានមិនមានសត្រូវណាហ៊ានបៀតបៀនឡើយឧបរាជជាប្អូនមានចិញ្ជុំសត្វក្រពើមួយធំសម្បាមនៅអន្លង់បារាជខេត្តឡុងស្វៀងដែនកូសាំងស៊ីនដើម្បីជាយានជំនិះជើងទឹកដោយបានឮល្បីថានៅពីមអន្លង់បារាជមានក្រពើមួយកាយសាហាវណាស់កលទូកគោខំមនុស្សអស់ជាច្រើនស្ដេចពាលយល់ឃើញការមិនស្រួលនឹងទុកក្រពើនេះទើបគិតថាបើសិនជាទុកឲ្យនៅយូរទៅវានឹងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយដូច្នេះគួរតែសម្លាប់វាចោលនឹកដល់ក្រពើអន្លង់បារាជស្ដេចពាលអាណិតដល់រាជថ្ងៃមួយក៏ការឡាខ្លួនជាលោកនេនមួយអង្គនិមន្តសម្ដៅទៅអន្លង់បារាជប្រាថ្នានឹងប្រយុទ្ធសម្លាប់ក្រពើរបស់ឧបរាជជាប្អូនឲ្យផុតជីវិតលុះដើរបានបន្តិចក៏ជួបនឹងតាយាយកំពុងអុំទូកមួយតូចសាមណេរក៏សួរតាយាយថាតាយាយអញ្ជើញទៅណាមកណាតាយាយឆ្លើយថាទៅបារាជសាមណេរឮដូច្នេះក៏សុំតាយាយដោយសារទូកនោះទៅដល់ពីមបារាជសាមណេរឃើញអន្លង់មួយយ៉ាងធំក៏គិតឧបាយប្រាប់តាយាយថាអាត្មាចុះស្រង់ទឹកត្រង់នេះបន្តិចសិនចូលតាយាយអូទូកឡើងលើគោករងចាំអាត្មាផងថាតែប៉ុណ្ណោះសាមណេរចុះទៅទឹកការឡាខ្លួនជាក្រពើមួយធំរោតខ្ទៀងខ្តហែលយ៉ាងប្រញាប់ទៅរកក្រពើបារាជបានជួបភ្លាមក៏តាំងប្រយុទ្ធគ្នាយ៉ាងកក្រឹកកក្រែងកើតជារលកទឹកធំលិចទូកក្តារអ្នកដំណើររតាត់រតាយអស់ក្រពើទាំងពីរប្រយុទ្ធគ្នាតាំងពីព្រឹករហូតដល់ថ្ងៃរសៀលក្រពើបារាជចាញ់ក៏រត់ដល់ដៃស្ដេចពាលក៏ត្រឡប់មកកោះវិញឯក្រពើបារាជដោយត្រូវរបួសធ្ងន់ព្រមទាំងខឹងចិត្តនឹងប្រយុទ្ធមិនឈ្នះគេផងខំវាឡើងលើគោកហើយដេកស្លាប់នៅក្រៅដើមឈើមួយធំមានម្លប់សាខានៅក្បែរមាត់ច្រាំងអន្លង់បារាជនោះទៅឧបរាជជាប្អូនបានឮដំណឹងថាក្រពើជាសេនាខ្លួនត្រូវស្ដេចពាលជាប្រាក់រៀមសម្លាប់ដូច្នេះហើយក៏ប្រញាប់ឲ្យបណ្ដារេមកជួយកាត់យកតែក្បាលហើយសង់ក្ដុំមួយនៅទីនោះធ្វើបុណ្យយកក្បាលក្រពើដាក់ក្នុងក្ដុំតម្កល់ទុកជាតំណាងឲ្យបណ្ដាជនមើលដរាបមកដល់សពថ្ងៃនេះលុះយូរអង្វែងក្រោយមកក្បាលក្រពើក៏ពុករលួយអស់ទៅបណ្ដាជនក៏យកឈើមកឆ្លាក់ធ្វើឲ្យដូចជាក្បាលក្រពើមុនយកទៅតម្កល់ដោយដើមទុករហូតមកដល់សពថ្ងៃនេះឯស្ដេចនិងឧបរាជនៅជាសុខសប្បាយលើកោះនោះឥតមានតោះតែងគំនុំប្រកាន់ខឹងនឹងគ្នាដោយប្រការអ្វីសោះលុះត្រាតែកោះតូចនោះដុះដាលខ្ពស់បានទៅជាភ្នំលុះស្ដេចពាលចាស់ចរាដឹងខ្លួនថាមុខជាមិនបានរួចយឿនតទៅទៀតក៏ហៅមហាឧបរាជប្អូនមកប្រាប់ថាយើងមានឫទ្ធិចេស្តាខ្លាំងពូកែនៅលើភ្នំនេះបើឥតអំពីបងទៅ
ជោបអូននឹងអាកយាយព្រមតាំងបណ្ដាជនគិតធ្វើអ្វីមួយជាគេទុកឲ្យអ្នកក្រោយគេបានស្គាល់ឈ្មោះយើងផងកុំបីខានឡើយអំណឹសអំពីស្ដេចពីលទៅឧបរាជជាអូនគ្រប់គ្រងរក្សាទីនោះហើយយកដុំថ្មមួយដុំមកសន្មត់ទុកថាជាតំណាងស្ដេចប្រាប់បណ្ដាជនឲ្យជួយធ្វើជាសាក្សីទៅផ្នែកក្រោយស្ដេចពីលស្លាប់ទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្មដែលឧបរាជជាអូននិងបណ្ដាជនសន្មត់ទុកជាតំណាងរហូតមកដល់សព្វថ្ងៃនេះឯឧបរាជជាអូនក្រោយពីនោះទៅក៏ស្លាប់ទៅទៀតហើយកើតជាអ្នកតាស្រុកបារាជនៅថែរក្សាក្បាលក្រពើរហូតមកដល់សព្វថ្ងៃនេះអ្នកតាសំប៉ៅថ្លៃនៅភូមិបារាយសង្កាត់ភឿទឹមស្រុកបាសាក់ខេត្តឃ្លៀងពីមានអ្នកតាមួយឈ្មោះអ្នកតាសំប៉ៅថ្លៃមានរឿងដែលចាស់ប្រថាចារ្យធ្លាប់បានដំណើរតគ្នាមកប៉ុន្តែមិនមានក្បួនច្បាប់អ្វីជាសំអាងទេគ្រាន់តែមានទីធានជាកេតដំណែលនិងភ័ស្តុតាងជាច្រើនកន្លែងល្មមឲ្យសង្កេតបានប៉ុណ្ណោះសេចក្តីដំណើរថាកាលពីយូរអង្វែងមកហើយនោះសក្ការៈមិនប្រកបមានព្រះញាតិវង្សនៃព្រះមហាក្សត្រពីរព្រះអង្គព្រះនាមមិនប្រកបទ្រង់យាងទៅគង់ក្នុងស្រុកបាសាក់ត្រង់កន្លែងដែលទ្រង់គង់នោះអ្នកស្រុកសន្មតហៅថាទីប្រាសាទគង់មានសង់ប្រាសាទឈើដែលសពថ្ងៃនេះនៅសល់តែខឿនឥឡូវនេះគេសង់ព្រះវិហារលើខឿនប្រាសាទចាស់នោះអ្នកស្រុកសន្មតហៅថាវត្តប្រាសាទគង់ក្នុងភូមិប្រាសាទសង្កាត់ថាមដូងខេត្តឃ្លៀងវត្តលួងបាសាក់កាលព្រះអង្គម្ចាស់ក្សត្រាក្សត្រីទាំងពីរអង្គគង់ក្នុងស្រុកបាសាក់នោះទ្រង់បានសាងអារាមមួយទុកជាវត្តព្រះរាជទ្រព្យហៅថាវត្តលួងបាសាក់នៅដរាបដល់សពថ្ងៃនេះក្នុងភូមិបាយឆៅឃុំទ្វៀងខេត្តឃ្លៀងអំពីការសាងរូបលុះព្រះមហាក្សត្រជាព្រះវរបិតាទ្រង់សោយរាជ្យនៅកោះគោកថ្លក់ទ្រង់ជ្រាបថាព្រះរាជបុត្រព្រះអង្គបាននាំគ្នាកសាងទីអារាមនិងព្រះវិហារមួយក្នុងស្រុកបាសាក់ស្ដេចទ្រង់មានព្រះរាជអង្គការប្រើជាងឲ្យយកថ្មសាងជាព្រះពុទ្ធរូបមានភាព4ជ្រុងដោយព្រះចេតិយក្នុងជ្រុងនីមួយៗមានឆ្លាក់ជាព្រះពុទ្ធរូប5ព្រះអង្គហើយសាងពីររូបទៀតគឺរូបព្រះនារីមួយរូបព្រះនាងឧមាភគវតីមួយសាងស្រេចហើយទ្រង់ឲ្យក្នុងដាក់សំប៉ៅនាំទៅប្រទានដល់ព្រះរាជបុត្រដើម្បីតម្កល់ទុកជាកិត្តិយសរបស់ស្រុកបាសាក់ឯសំប៉ៅនោះពេលដែលបើកទៅត្រូវយកងងឹតក៏ពៀទៅលើកោះថ្លាយលិចក្នុងទីនោះទៅអ្នកតាសំប៉ៅថ្លាយកាលព្រះអង្គម្ចាស់ក្សត្រាក្សត្រីទ្រង់បានជ្រាបថាសំប៉ៅថ្លាយលិចដូច្នោះទ្រង់ក៏យាងទៅទុតសំប៉ៅថ្លាយនោះរួចទ្រង់ឲ្យសាងព្រះវិហារមួយតម្កល់ព្រះពុទ្ធរូបនោះសន្មតថាវត្តព្រះនារីចេតិយសប្តាហ៍ថ្ងៃនេះគេហៅថាវត្តព្រះ4ព្រះភ័ក្ត្រនៃត្រង់កន្លែងដែលសំប៉ៅថ្លាយលិចនោះស្រេចហើយទ្រង់ឲ្យសាងទេវស្ថានមួយតម្កល់ព្រះនារីនិងព្រះនាងឧមាភកាវតីសន្មតថាអ្នកតាដួនរាយសប្តាហ៍ថ្ងៃនេះអ្នកស្រុកហៅថាអ្នកតាសំប៉ៅថ្លាយវិញដោយកំណត់យកហេតុសំប៉ៅថ្លាយនោះជាឈ្មោះអ្នកតាវត្តនិងអ្នកតានេះស្ថិតនឹងភូមិជាមួយគ្នាគឺភូមិបារាយសង្កាត់ភឿទឹមខេត្តប្រសាក់លក្ខណៈអ្នកតាសំប៉ៅថ្លាយក្នុងអាស្រមអ្នកតាសំប៉ៅថ្លាយមានរូបពីរគឺរូបអ្នកតាភេទប្រុសមួយរូបអ្នកតាភេទស្រីមួយឯក្បាលនិងដៃជើងបាក់ទាំងអស់ភាគដែលបាក់នោះបាត់អស់ទៅនៅសល់តែដងទ្រូងក៏អ្នកតាភេទប្រុសគឺរូបព្រះនារីមានដៃ4ក្បាលបាក់ត្រឹមកដៃបាក់កែងដៃម្ខាងមានតែជាហេតុស្មាមព្រែកជា2ជើងបាក់ត្រឹមជុំភ្លៅទំហំស្មា0.45 ម៉ែត្រពីត្រឹមស្មាដល់ជុំភ្លៅដែលបាក់នោះប្រវែង0.70 ម៉ែត្រគ្រឿងប្រដាប់ពីស្មាទៅទល់ចង្កេះលែងខ្លួនទទេលើទ្រូងនិងលើស្មាមានក្បាច់តិចតួចតែពិនិត្យមិនច្បាស់ដោយសឹករលីងស្ទើរអស់ត្រង់ចង្កេះមានខ្សែក្រវ៉ាត់ក្បាច់3ជាន់មួយជាន់ខាងលើក្បាច់ត្របកឈូកចុងឡើងលើជាន់កណ្ដាលក្បាច់ដកច័ន្ទមានខ្សែអមសងខាងជាន់ក្រោមបង្អស់ក្បាច់ចធំសំយុំចុះក្រោមខាងមុខមានចងណាទ្រង់ប្រពោះឬទ្រង់ខោស្នាប់ភ្លៅមិនប្រកបព្រោះខាងក្រោមខ្សែក្រវ៉ាត់បែកជាពីរមានស្មាមផ្គុំឡើងវិញរូបនោះតាមពិនិត្យទៅដូចជារូបព្រះនារីដែលធ្លាប់ឃើញក្នុងទីដតីទៀតដែរខអ្នកតាមានភេទជាស្រី
អាចស្គាល់បានថាជារូបក្សត្រីពិតមែនមានក្បាលបាក់ត្រឹមកដៃបាក់ត្រឹមស្មាជើងបាក់ត្រឹមកជើងទំហំទទឹងស្មា0.35 ម៉ែត្រពីត្រឹមស្មាទៅទល់កជើងដែលបាក់នោះ1.80 ម៉ែត្រអំពីគ្រឿងប្រដាប់តែងកាយអេតានោះពីត្រឹមស្មាទៅទល់ចង្កេះលាតស្មៅសុដុននៅទទេលើស្មានិងសុដុនមានស្មាមគំនូររ៉ាក់ហាក់ដូចជាពាក្យសង្វាឬសរងកមិនប្រកបពីត្រឹមចង្កេះចក្រោមស្លៀកសម្ពុតសំលុយស្មាមឈ្នួតដោយសម្ពុតអន្លុនបញ្ឈរនៅចង្កេះមានខ្សែក្រវ៉ាត់ក្បាច់3ជួរខាងលើក្បាច់មូលដូចពងត្រីបន្ទាប់មកជាខ្សែមួយត្រង់កណ្ដាលក្បាច់ត្របកឈូកពីក្រោមត្របកឈូកនោះមានខ្សែមួយទៀតខាងក្រោមខ្សែនោះមានក្បាច់មូលដូចពងត្រីមួយជួរទៀតរបៀបលែងអ្នកតាគ្រឿងសែងអ្នកតានោះពីបុរាណនិងបច្ចុប្បន្នកាលក៏ដូចគ្នាដែរហើយក្នុងប្រមាណឆ្នាំនេះមានចិនយួនចូលសែនផងជាច្រើនអ្នកជាទំនៀមតែដល់ខែពិសាចេតអ្នកស្រុកតែងនាំគ្នាឡើងអ្នកតានោះនៅថ្ងៃដែលត្រូវឡើងអ្នកតាគេយកដើមចេកប្រវែងមួយទូមឬមួយចំអាម៉ាមចិត្តចុងឲ្យស្រួចយកស្លឹកដូងដោតធ្វើជាស្លាជុំរបៀបនេះមានធ្វើគ្រប់ខ្ទះអ្នកដែលឡើងអ្នកតាអំពីគ្រឿងសែនតាមទំនៀមនោះគឺស្រាមួយដបភ្លេងខ្មែរមួយវង់ស្ករធំមួយជ្រូកមួយស្ងោរខ្លះឆៅខ្លះទាស្ងោរមាន់ស្ងោរចេកនិងនំគ្រប់មុខមាននំបញ្ចុកនំទៀនអន្សមជ្រូកជាដើមបាយម្ហូបផ្សេងប្រេងម្សៅផ្កាទៀនធូបទឹកអប់ប្រអប់ស្លានិងសំបៅដើមចេកមួយដើមផងលុះដល់កំណត់ពេលវេលាហើយគេទៅជួបជុំគ្នានៅផ្ទះអ្នកតានោះរៀបគ្រឿងសែនព្រេនស្រេចហើយគេឧទ្ទៀនធូបបិទលើប្រអប់ស្លាចាក់ស្រាសែន3ដងគេហៅថាសែនព្រះវិស្ណុការភ្លេងរួចលេងភ្លេង3បទវីស្ករធំ3ចប់រួចឧទ្ទៀនធូបម្ដងទៀតបិទនៅនឹងថ្មអ្នកតាចាក់ស្រាសែនជំទាស់អ្នកតា3ដងហើយក៏យកស្រាស្រោចលើថ្មអ្នកតាមានទាំងចាប់បាយម្ហូបយកក្បាលជ្រូកក្បាលទានិងនំគ្រប់មុខដាក់ក្នុងសំណៅសែន3ដងទៀតទើបមនុស្សចាស់ម្នាក់សូត្រឲ្យពរជ័យសេរីមង្គលចប់ហើយស្រែកហូគឹកកងឡើងល្មមហើយក៏ជូនសំពៅទៅឲ្យបានឆ្ងាយបន្តិចក៏ដាក់ចោលទៅគេសន្មតថាជូនខ្មោចបិសាចចង្រៃឲ្យផុតអំពីភូមិស្រុករួចហើយគេនាំគ្នាបរិភោគអាហារនំចំណីតាមពេលវេលាយប់នោះគេសុំអំបោះចំណងដៃដែលដាក់លើស្លាជុំនោះរៀងខ្លួនយកទៅផ្ទះចងដៃកូនចៅគោក្របីតាមត្រូវការកិច្ចបែបនេះជាទំនៀមទម្លាប់ពីបុរាណរៀងមកសេចក្តីពន្យល់ក្រៅពីរដូវឡើងអ្នកតានៅមានការបន់ស្រន់ខ្លះដែរដូចជានៅពេលឈឺចាប់បន្តិចបន្តួចគេថ្វាយមាន់ស្ងោរស្រាឬភ្លេងបទភ្លេងសម្រាប់លេងថ្វាយអ្នកតានោះមាន4បទគឺកភ្លេងខ្លោងលេង3បទបួងសួងថ្វាយព្រះវិស្ណុការគ្មានច្រៀងទេខភ្លេងជ្រងចាក់ស្រាសែងអ្នកតាហើយច្រៀងតាមទំនុកថាជ្រងអើយជ្រងតាងារោគស៊ីចុងចាកក្របីព្រៃវាឡាងផ្ដាំទៅអ្នកស្រុកកុំឲ្យបបាញ់អាសរជ្រងអញទុកវាកៅភូមិលេងភ្លេង3បទច្រៀង3បទព្រៃភ្លេងម្ដងទៀតកភ្លេងទូកស្ដើងមានទំនុកបែបនេះស្ដើងអើយស្រីស្ដើងស្រីដើរឆាប់ឡើងទន្ទុំនឹងបងស្ដើងអើយស្រីស្ដើងទៅគៀងក្របីច្រឡំដើមព្រៃនិងកង្កាក់កណ្ដៀងលេងភ្លេង3បទព្រៃភ្លេងម្ដងទៀតខភ្លេងសំពៅថ្លាយគេចាប់គ្រឿងសំណៅដាក់ក្នុងសំពៅហើយច្រៀងថាសំពៅថយទៅសមុទ្ររលកវាយផុតរបើកយុទ្ធការស្រែកហៅកូនក្មួយឲ្យចក់សំប៉ានស្រាវពួរឲ្យបានសន្ធឹកគ្រូឲ្យអ្នកតាបែងស្រុកត្បូងឃុំដរំឡយជាខេត្តមួយអភិបាលខេត្តនោះមានងារជាអរជូនពីមុនមកមិនដឹងជាមានឈ្មោះថាស្រុកអ្វីទេតែបើតាមការដំណាលប្រកបដោយគោលចារឹកជាដំណើរសល់នៅដល់សពថ្ងៃដែលគួរយកជាការបាននោះមានដូចតទៅដើមឡើយមានវត្តមួយនៅក្នុងឃុំវិហារលួងស្រុកត្បូងឃ្មុំហៅថាវត្តទួលក្តីមិនដឹងពីពុទ្ធសករាជប៉ុន្មានទេលោកគ្រូចៅអធិការវត្តនោះមានឈ្មោះពុំប្រកាត់មានប្អូនស្រីក្រមុំម្នាក់
វត្តនេះមានអ្នកតារូបសម្រិតមួយមានឥទ្ធិពលខ្លាំងពូកែណាស់អាចក្លែងខ្លួនជាមនុស្សធម្មតាបាននៅថ្ងៃបុណ្យទានឬថ្ងៃសិលដែលមានកិច្ចរាប់បាតក្នុងវត្តនោះអ្នកតាក្លែងខ្លួនជាបុរសកំលោះម្នាក់ស្លៀកពាក់ស្អាតស្អំកាន់ផ្ដិលសម្រិតវែកសម្រិតយកបាយទៅរាប់បាតជាមួយអ្នកស្រឹករាល់ពេលតែដាក់បាតរួចចុះពីសាលាបាត់ខ្លួនមួយរំពេចអ្នកស្រុកតែសួរគ្នាទៅវិញទៅមកដោយឆ្ងល់នឹងមនុស្សចម្លែកនេះពន់បែកណាស់មិនដឹងជាទីលំនៅបរោះនោះនៅឯណាស្រាប់តែឃើញដល់វត្តហើយចុះតែពីសាលាបាត់ខ្លួនតែម្ដងក្រោយមកអ្នកតានោះទៅលបរួមរស់មេត្រីជាមួយនឹងប្អូនក្រមុំលោកគ្រូចៅអធិការលុះដឹងថាប្អូនស្រីមានប្រុសសហាយលោកគ្រូក៏ហៅប្អូនមកសាកសួរតាមដំណើរនាងក៏ទទួលសារភាពថាបានស្រឡាញ់បុរសម្នាក់មែនតែឥតមានអ្នកណាដឹកនាំទេពេលយប់ស្រាប់តែឃើញបុរសនោះចូលទៅដេកជាមួយខ្លួនតែម្ដងឯខ្លួននាងចាប់ពាល់បុរសនោះមិនត្រីសោះហាក់ដូចជាស្រមោលលោកគ្រូមេវត្តបានស្ដាប់ប្អូនស្រីរាយរាប់គ្រប់សពគ្រប់ហើយលោកជ្រាបភ្លាមថាគ្មាននរណាទេពិតជាអ្នកតាសម្រិតនោះឯងព្រោះមានរិទ្ធខ្លាំងពូកែណាស់លោកគ្រូខ្ញាល់នឹងអ្នកតាសម្រិតនោះជាខ្លាំងក៏ប្រើក្មេងឲ្យជីករណ្ដៅនៅទួលមួយនៅជ្រុងអាគ្នេយ៍វត្តចម្ងាយប្រមាណជា200ម៉ែត្រឬ300ម៉ែត្រពីទីវត្តជីករួចហើយលោកគ្រូឲ្យលូបសម្រិតនោះទៅកប់ផ្ទិញក្បាលចុះក្រោមលុបដីរួចយកដើមបេងមួយទៅដាំសង្កត់លើរូបនោះទួលនោះសពថ្ងៃថាទួលអ្នកតាបេងក្រោយមកលោកគ្រូមេវត្តក៏អាណិតធំទៅនៅសល់តែភិក្ខុសាមណេរតិចតួចក្នុងវត្តទួលក្តីនោះមានយាយចាស់ឈ្មោះកែគាត់ឥតប្តីបងប្អូនទេហើយបួសជាយាយជីនៅវត្តទួលក្តីនោះតមកខាងក្រោយទៀតលោកសង្ឃក្នុងចេះតែរបាត់របាយអស់រលីងគ្មានសល់នៅសល់តែយាយកែម្នាក់ឯដើមបេងដែលលោកគ្រូមេវត្តដាំសង្កត់លើរូបអ្នកតានោះក៏ចម្រើនធំឡើងមានសត្វឃ្មុំឬទុំលើមែនផងតាមដំណាលថាមានឃ្មុំនោះធំហើយកាកណាស់ផ្លិតវាធ្លាក់ស្ដោកប្រភ័ក្រដីគ្រាន់តែខ្យល់បុកនាំក្លិនមនុស្សមកដល់មេវានាំគ្នាហើរទាំងភូមិទៅតិចតល់តែស្លាប់ដូចនោះទៅនៅខែកតិកមកសីដែលជារដូវខ្យល់ខ្លាំងបក់មកពីទិសខាងជើងយាយកែតែងតែប្រាប់អ្នកដំណើរឲ្យដើរពីខាងត្បូងឃ្មុំតែដើរពីខាងជើងក្លិនមនុស្សរមែងបក់ដល់ឃ្មុំនឹងហើរមកតិចស្លាប់មិនខានពាក្យថាដើរខាងត្បូងឃ្មុំនេះឯងដែលជាដើមកំណើតឈ្មោះនៃខេត្តត្បូងឃ្មុំនេះមិនមែនកូចឃ្មុំម្យ៉ាងដែលកធ្វើត្បូងចិញ្ចៀននោះទេតមើលខាងក្រោយដើមបេងនោះត្រូវដើមជ្រៃដុះរួតរិទ្ធខ្លាំងក៏ងាប់ដើមជ្រៃក៏លូតលាស់បែកមែកសាខាឡើងនៅកន្លែងដើមបេងនោះតមកមែកជ្រៃក៏បាក់រិចរិលអស់នៅសល់តែគល់ទំហំ2ម៉ែត្រដុះស្លឹកទៀបនឹងអីអ្នកមានបុណ្យស័ក្តិដើរកាត់មុខអ្នកតានេះមិនបានទេសប្តាហ៍ថ្ងៃមានផ្លូវមួយពីខាងត្បូងមួយពីខាងជើងអ្នកតានោះអ្នកតានេះសម្រាប់អភិបាលខេត្តត្បូងឃ្មុំឡើងកាលបើលោកណាទៅធ្វើអភិបាលខេត្តឬស្រុកដែលមានងារជាអរជូនត្រូវឡើងអ្នកតានេះខានមិនបានទេ